ជំរាបសួរសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានវីដេអូមួយនឹងបង្ហាញបងប្អូនទាំងអស់គ្នាពីការបង្កើន like ឬក៏ comment នៅលើ post ជាមួយនឹង website បង SMM សម្រាប់បងប្អូនដែលចង់ឲ្យ post របស់បងប្អូនមានចំនួនអ្នក like ឬក៏ចំនួនអ្នក comment ច្រើនបងប្អូនអាចសាកល្បងធ្វើតាមវិធីនៅក្នុងវីដេអូមួយនេះបានមិនថាបងប្អូនចង់បង្កើនចំនួន like ឬក៏ចំនួន comment នៅលើ post Facebook ឬក៏ TikTok ឬក៏ YouTube Instagram Telegram ជាដើមគឺបងប្អូនអាចបង្កើនចំនួន like ឬក៏ comment បានដូចគ្នាបងប្អូនដែលបងប្អូនគ្រាន់តែមាន link post របស់បងប្អូនអាចបង្កើនចំនួន like ឬក៏ចំនួន comment ទៅតាមបំណងរបស់បងប្អូនបានដោយខ្លួនឯងដោយប្រើពេលត្រឹមតែរយៈពេលខ្លីតែប៉ុណ្ណោះបងប្អូនដូច្នេះហើយកុំឲ្យខាតពេលយូរបងប្អូនអាចទៅតាមដានវិធីធ្វើនៅក្នុងវីដេអូមួយនេះជាមួយនឹងនាងខ្ញុំទាំងអស់គ្នាជាដំបូងគឺតម្រូវឲ្យបងប្អូន sign up ឬ sign in ចូលទៅកាន់ website បង SMM ជាមុនសិនដើម្បីចូលធ្វើសេវាកម្មក៏ប៉ុន្តែសម្រាប់បងប្អូនដែលជាសមាជិកថ្មីបងប្អូនអាចបង្កើតគណនីមួយដើម្បីចុះឈ្មោះចូលធ្វើសេវាកម្មបានហើយប្រសិនបើបងប្អូនអត់ទាន់ចេះបង្កើតឬក៏អត់ទាន់ចេះពីរបៀបចុះឈ្មោះចូលទេបងប្អូនអាចចុចចូលមើល link ដែលនៅខាងក្រោមវីដេអូមួយនេះបានដើម្បីដឹងពីរបៀបនៃការចុះឈ្មោះចូលនៅពេលដែលបងប្អូនបាន sign up ឬ sign in ចូលទៅកាន់ website ហើយបងប្អូននឹងឃើញមាននៅទម្រង់បែបនេះហើយនៅខាងក្រោមនេះវាគឺជា social media tool ដែលបងប្អូនចង់បង្កើនចំនួន like ឬក៏ចំនួន comment នៅលើ post មានន័យថាឧទាហរណ៍បងប្អូនចង់បង្កើនចំនួន like ឬក៏ចំនួន comment នៅលើ post អីមួយដូចថា post Facebook ឬក៏ post TikTok ឬក៏ YouTube អីចឹងបងប្អូនអាចចុចចូលជ្រើសរើសទៅលើ tool Facebook ឬក៏ YouTube ឬក៏ TikTok នឹងបានឧទាហរណ៍នៅក្នុងថ្ងៃនេះគឺខ្ញុំចង់បង្កើនចំនួន like ឬក៏ចំនួន comment នៅក្នុង post Facebook ដូច្នេះហើយខ្ញុំនឹងចុចចូលទៅលើ tool ដែលមានពាក្យថា Facebook បន្ទាប់ពីបងប្អូនចុចចូលជ្រើសរើសទៅលើ social media tool រួចរាល់អស់ហើយបងប្អូនអូសមកក្រោមបន្តិចទៀតហើយបងប្អូនចុចចូលទៅលើពាក្យថា category ដែលនៅក្នុងហ្នឹងគឺវាដូចជា menu អញ្ចឹងបងប្អូនគឺបងប្អូនអាចចុចចូលជ្រើសរើសទៅលើសេវាកម្មណាមួយដែលបងប្អូនចង់ប្រើប្រាស់ហើយនៅក្នុងនឹងថែមទៀតគឺវាមានសេវាកម្មច្រើនមែនទែនបងប្អូនដែលតាក់ទងទៅនឹង Facebook គឺវាមានសេវាកម្មដូចជា Facebook follower Facebook page like book follower Facebook post reaction post like Facebook comment Facebook view Facebook video view Facebook live stream គឺមានទាំងអស់បងប្អូនអាច scroll អូមកក្រោមមើលទៅតាមនឹងបានបងប្អូនប្រសិនបើបងប្អូនចង់ចូលធ្វើសេវាកម្មមួយណាបងប្អូនអាចចុចចូលជ្រើសរើសប្រើប្រាស់ទៅលើសេវាកម្មមួយនឹងបានហើយសម្រាប់បងប្អូនដែលចង់បង្កើនចំនួន like ឬក៏ចំនួន comment នៅលើ post បងប្អូនអាចចុចចូលជ្រើសរើសទៅលើសេវាកម្មដែលមានពាក្យថា Facebook post reaction ឬក៏ post like ហើយបើសិនបើបងប្អូនចង់បង្កើនចំនួន comment នៅលើ post បងប្អូនអាចចុចចូលជ្រើសរើសទៅលើសេវាកម្មដែលមានពាក្យថា Facebook comment បានប៉ុន្តែនៅក្នុងថ្ងៃនេះគឺខ្ញុំសូមជ្រើសរើសទៅលើសេវាកម្មតែមួយទេបងប្អូនដើម្បីធ្វើជាវីដេអូបង្ហាញដល់បងប្អូនគឺខ្ញុំសូមជ្រើសរើសទៅលើសេវាកម្ម post like ឬក៏ post reactionនៅត្រង់កន្លែងនេះគឺវាមានសេវាកម្មជាច្រើនទៀតបងប្អូនដែលតាក់ទងទៅនឹងការបង្កើនចំនួន like នៅលើ post គឺវាមានសេវាកម្មដូចជា Facebook post like Facebook post reaction ប្រសិនបើបងប្អូនចុចចូលជ្រើសរើសទៅលើសេវាកម្ម Facebook post like ដែលមានតែរូបមេដៃនេះនៅពេលដែលបងប្អូនប៊ូសចំនួន like ទៅនោះ post របស់បងប្អូនគឺវាមានតែរូបមេដៃទេបងប្អូនក៏ប៉ុន្តែប្រសិនបើបងប្អូនចុចចូលជ្រើសរើសទៅលើសេវាកម្ម Facebook post reaction នោះនៅពេលដែលបងប្អូនប៊ូស like ទៅ post របស់បងប្អូនគឺវានឹងមានរូប reaction ផ្សេងដែលក្រៅពីមេដៃបងប្អូនដូច្នេះហើយសម្រាប់ខ្ញុំគឺខ្ញុំ recommend ឲ្យបងប្អូនចុចចូលជ្រើសរើសទៅលើសេវាកម្មដែលមានពាក្យថា Facebook post reaction ដោយសារតែសេវាកម្មមួយហ្នឹងគឺបងប្អូនអាចចុចចូលជ្រើសរើសទៅលើ reaction ណាមួយដែលបងប្អូនចង់ឲ្យមាននៅលើ post របស់បងប្អូនបានដោយខ្លួនឯងទៀតផងបងប្អូនហើយចំពោះសេវាកម្ម reaction នឹងផងដែរគឺវាមានដូចជា post reaction S1 S2 S3 S4 គឺដោយដែលបងប្អូនបានឃើញអញ្ចឹងបងប្អូនអាចចុចចូលជ្រើសរើសទៅលើសេវាកម្ម Facebook post reaction S ប៉ុន្មានក៏បានដែរបងប្អូនហើយសម្រាប់ខ្ញុំគឺខ្ញុំជ្រើសរើសទៅលើសេវាកម្ម Facebook post reaction S1 បន្ទាប់ពីបងប្អូនបានចុចចូលជ្រើសរើសសេវាកម្មរួចរាល់អស់ហើយបងប្អូនអូសវាមកក្រោមបន្តិចទៀតហើយបងប្អូននឹងឃើញមានពាក្យថា service បងប្អូនអាចចុចចូលទៅលើ service នឹងបានដែលនៅក្នុងនឹងផងដែរគឺវាមាន service ជាច្រើនប្រភេទសម្រាប់ឲ្យបងប្អូនចុចចូលជ្រើសរើសប្រើប្រាស់ទៅតាមតម្រូវការរបស់បងប្អូនគឺវាមាន service ដូចជា Facebook post reaction បេះដូង reaction search reaction set reaction ខឹង reaction care wow ឬក៏រូបមេដៃគឺមានទាំងអស់បងប្អូនដូច្នេះហើយប្រសិនបើបងប្អូនចង់ឲ្យ post របស់បងប្អូនមាន reaction មួយណាបងប្អូនអាចចុចចូលជ្រើសរើសទៅលើ service ដែលមាន reaction មួយនឹងបាន
ហើយចំពោះរាល់សេវីទាំងអស់គឺសុទ្ធតែមានតម្លៃសមរម្យមែនទែនបងប្អូនចំនួន1000 reaction តម្លៃសេវាកម្មគឺត្រឹមតែ$0.42ជាងតែប៉ុណ្ណោះបងប្អូនហើយបើនិយាយអំពី quality របស់សេវីទាំងអស់នោះវិញគឺធានា quality ជូនដល់បងប្អូនដូចគ្នាដូច្នេះហើយបងប្អូនស្រឡាញ់ពេញចិត្តទៅលើសេវីមួយណាបងប្អូនអាចចុចចូលជ្រើសរើសប្រើប្រាស់ទៅលើសេវីមួយនឹងបានហើយសម្រាប់ខ្ញុំគឺខ្ញុំជ្រើសរើសទៅលើសេវី Facebook Post Reaction ដែលមានរូបបេះដូងនៅពេលដែលបងប្អូនបានចុចចូលជ្រើសរើសសេវីរួចរាល់អស់ហើយបងប្អូននឹងឃើញមានពាក្យ link នៅខាងក្រោមសេវីនឹងដែលនៅត្រង់កន្លែង link នេះផងដែរគឺជាកន្លែងសំខាន់ជាងគេនៅក្នុងវីដេអូមួយនេះគឺតម្រូវបងប្អូនចូលទៅ copy link post របស់បងប្អូនចូលក៏ប៉ុន្តែនៅត្រង់កន្លែងនេះគឺខ្ញុំសូមបញ្ជាក់បងប្អូនផងដែរថាប្រសិនបើបងប្អូនចង់បង្កើនចំនួន like នៅលើ post Facebook បងប្អូនអាចចូលទៅ copy link post Facebook បងប្អូនចូលក៏ប៉ុន្តែប្រសិនបើបងប្អូនចង់បង្កើនចំនួន like នៅលើ post ដូចជា YouTube ឬក៏ TikTok ក៏ប៉ុន្តែប្រសិនបើបងប្អូនចង់បង្កើនចំនួន like នៅលើ post YouTube បងប្អូនចូលទៅ copy link post YouTube របស់បងប្អូនចូលហើយប្រសិនបើបងប្អូនចង់បង្កើនចំនួន like នៅលើ post TikTok បងប្អូនអាចចូលទៅ copy link post TikTok របស់បងប្អូនចូលឧទាហរណ៍ដូចខ្ញុំចង់បង្កើនចំនួន like នៅលើ post Facebook ដូច្នេះហើយខ្ញុំនឹងចូលទៅកាន់ account Facebook របស់ខ្ញុំដើម្បីចុចចូលទៅលើ post ដែលខ្ញុំចង់បង្កើនចំនួន likeហើយនៅលើ post ហ្នឹងគឺវាមានចំណុចត្រី3តូចៗនៅខាងលើនេះបងប្អូនអាចចុចចូលទៅលើត្រី3តូចៗហ្នឹងក៏បានឬក៏បងប្អូនចុចចូលទៅលើពាក្យថា share នៅខាងក្រោមនេះក៏បានហើយបងប្អូននឹងឃើញមានពាក្យថា copy link បងប្អូនអាចចុចចូលទៅលើពាក្យ copy link នឹងបានបន្ទាប់ពីបងប្អូនបាន copy link post របស់បងប្អូនរួចរាល់អស់ហើយបងប្អូនអាចចូលទៅកាន់ website យើងវិញដើម្បីផាស link post របស់បងប្អូនចូលហើយបន្ទាប់ពីនឹងមកទៀតនោះគឺបងប្អូនអាចចូលទៅបំពេញចំនួន like ដែលបងប្អូនចង់បង្កើននៅខាងក្រោមនេះបានដែលនៅក្នុងហ្នឹងគឺបងប្អូនអាចដាក់បានយ៉ាងតិចចំនួន10ហើយយ៉ាងច្រើនរហូតដល់ 100000 like បងប្អូនគឺពិតជាច្រើនមែនតើដូច្នេះហើយបងប្អូនអាចដាក់ចំនួន like ដែលបងប្អូនចង់បង្កើនឬក៏បងប្អូនចង់ប៊ូសទៅតាមតម្រូវការរបស់បងប្អូនបានហើយចំពោះឆាតនៅខាងក្រោមនេះវាគឺជាតម្លៃសេវាកម្មនេះទៀតសោតគឺវានឹងគិតឲ្យបងប្អូនអូតូទៅតាមចំនួន like ដែលបងប្អូនបានដាក់នៅខាងលើជាឧទាហរណ៍ដូចខ្ញុំបានដាក់ត្រឹមចំនួន10 like អញ្ចឹងតម្លៃសេវាកម្មគឺស្មើនឹង 0.0042 សេនជាងហើយប្រសិនបើបងប្អូនដាក់ចំនួន like នៅខាងលើនឹងច្រើនជាងនេះបងប្អូននឹងឃើញតម្លៃសេវាកម្មនៅខាងក្រោមនោះវាអាចនឹងប្រែប្រួលកើនឡើងទៅតាមចំនួន like ដែលបងប្អូនបានដាក់នឹងដូចគ្នាមិនថាបងប្អូនដាក់ចំនួន like នៅខាងលើនឹងចំនួនប៉ុន្មានឬក៏ច្រើនប៉ុណ្ណានោះទេបងប្អូនគឺតម្លៃសេវាកម្មនៅខាងក្រោមនឹងគឺវានឹងគិតឲ្យបងប្អូនអូតូស្រាប់តែម្ដងដែលបងប្អូនអត់ចាំបាច់ពិបាកគិតថាចំនួន like ដែលបងប្អូនបានដាក់ប៉ុណ្ណឹងបងប្អូនត្រូវចំណាយតម្លៃសេវាកម្មប៉ុន្មាននោះទេបងប្អូនហើយចំណាយឯរយៈពេល16នាទីដោយដែលបងប្អូនបានឃើញនេះវិញវាគឺជារយៈពេលដំណើរការនៃការប៊ូសចំនួន like នៅលើ post របស់បងប្អូនគឺមានន័យថាបន្ទាប់ពី16នាទីក្រោយនៅពេលដែលបងប្អូនបានចុចចូល submit រួចរាល់បងប្អូននឹងឃើញចំនួន like នៅលើ post របស់បងប្អូនកើនឡើងទៅតាមចំនួន like ដែលបងប្អូនបានប៊ូសក៏ប៉ុន្តែចំពោះរយៈពេលនេះផងដែរវាអាចនឹងយូរជាងនេះតិចតួចទៅតាមសេវីដែលបងប្អូនបានចុចចូលជ្រើសរើសនៅខាងលើនឹងដូចគ្នាហើយ description នៅខាងក្រោមនេះវាគឺជា description របស់សេវីដែលបងប្អូនបានចុចចូលជ្រើសរើសបងប្អូនអាចចូលទៅអាន description នឹងបានហើយមុនពេលដែលបងប្អូនចុចចូលទៅលើពាក្យថា submit បងប្អូនអាចអូសឡើងលើឡើងវិញដើម្បីពិនិត្យទៀងទាត់ថារាល់សេវីទាំងអស់បងប្អូនបានចុចចូលជ្រើសរើសបានត្រឹមត្រូវជាពិសេសគឺ link post របស់បងប្អូនបានបំពេញបានត្រឹមត្រូវប្រសិនបើបងប្អូនជ្រើសរើសក៏ដូចជាបំពេញបានត្រឹមត្រូវអស់ហើយបងប្អូនអាចចុចចូលទៅលើពាក្យថា submit នឹងបាននៅពេលដែលបងប្អូនបានចុចចូល submit រួចរាល់បងប្អូននឹងឃើញមានពាក្យថា your order received ដែលវាដូចជាវិក្កយបត្រមួយបញ្ជាក់ប្រាប់បងប្អូនថាបងប្អូនបានចុចចូលធ្វើសេវាកម្មមួយនឹងដោយជោគជ័យហើយនៅខាងក្រោមហ្នឹងក៏មានការបញ្ជាក់ឡើងវិញទាំងអស់រាល់សេវីដែលបងប្អូនបានចុចចូលជ្រើសរើសក៏ដូចជា link post របស់បងប្អូនចំនួន like ដែលបងប្អូនបានប៊ូសនិងតម្លៃសេវាកម្មទាំងអស់ដែលបងប្អូនត្រូវចំណាយដូច្នេះហើយបងប្អូនអាចពិនិត្យទៀងទាត់សារឡើងវិញនៅត្រង់កន្លែងនឹងបានចំពោះរយៈពេលរងចាំដូចខ្ញុំបានបញ្ជាក់ប្រាប់បងប្អូនដើម្បីមិញអញ្ចឹងគឺបងប្អូនអាចរងចាំរយៈពេល16នាទីនោះបងប្អូននឹងឃើញចំនួន like នៅលើ post របស់បងប្អូនកើនឡើងទៅតាមចំនួន like ដែលបងប្អូនបានប៊ូសក៏ប៉ុន្តែអត់តម្រូវបងប្អូនរងចាំនៅក្នុង website ហ្នឹងទេគឺបងប្អូនអាចចុច clear ចេញពី website ហ្នឹងវិញបានហើយសម្រាប់ការបង្កើនចំនួន like នៅលើ post ជាមួយនឹង website បង SMM គឺមានតែប៉ុណ្្នឹងទេបងប្អូនហើយប្រសិនបើបងប្អូនចង់បង្កើនចំនួន comment នៅលើ post បងប្អូនអាចធ្វើតាមវិធីនេះបានដោយសារតែរបៀបធ្វើគឺដូចគ្នាបងប្អូនដូច្នេះសម្រាប់វីដេអូថ្ងៃនេះក៏ដល់ទីបញ្ចប់ដែរបងប្អូនប្រសិនបើបងប្អូនមានចម្ងល់នៅត្រង់កន្លែងណាមួយបងប្អូនអាច comment នៅខាងក្រោមវីដេអូមួយនេះបានអរគុណបងប្អូនសម្រាប់ការតាមដានវីដេអូពីដើមដល់ចប់ហើយក៏សូមអធិស្ឋានផងដែរប្រសិនបើមានពាក្យពេចន៍ខុសឆ្គងឬក៏សំឡេងរំខានណាមួយជម្រាបលាបងប្អូនជួបខ្ញុំនៅវីដេអូក្រោយ